mà nào nếu ដូចដើមវីដេអូអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងថ្ងៃនេះយើងមានដំណើរកំសាន្តចុងសប្តាហ៍គឺយើងទៅលេងរងរាំងនៅស្រុកស្ទឹងហាវនៅកែវផុសអញ្ចឹងណាឥឡូវនេះយើងកំពុងតែបន្តដំណើររបស់យើងទៅតាមផ្លូវហើយអ្នកទាំងអស់គ្នាគឺនៅតាមផ្លូវទេសភាពស្អាតខ្ញុំចូលចិត្តមែនតើអ្នកទាំងអស់គ្នាចំពោះទេសភាពអីជិះតាមដងផ្លូវគឺស្អាតខ្លាំងអានេះយើងមកដល់ផ្លូវចូលអ្នកទាំងអស់គ្នាគឺផ្លូវចូលគឺវារាំងអត់សូវស្រួលដែរអ្នកទាំងអស់គ្នាដោយសារខែនេះវារាំងចិត្តចូលខែភាសាដែរអញ្ចឹងណាតែយ៉ាងណាក៏សប្បាយដែរឥឡូវយើងកំពុងតែជីស្រាប់តែបាយកង់អ្នកទាំងអស់គ្នានេះយើងមើលមុខអ្នកបាយកង់ស្វាងចាស់ជីវិតអីណែអីធម្មតាធ្វើមកបើជីវិតយើងរកក្រៅវ៉ាវជួយអើឥឡូវយើងបានប៉ះកង់រួចហើយឥឡូវយើងក៏បន្តដំណើររបស់យើងបន្តទៅមុខទៀតដើម្បីឆ្ពោះទៅដល់គោលដៅអញ្ចឹងណាអានេះគឺជាទេសភាពនៅតាមផ្លូវដែលយើងជិះទៅបន្តហើយពីនេះទៅអ្នកទាំងអស់គ្នាប្រហែលជា5គីឡូដីទៀតយើងនឹងដល់ទីតាំងហើយនេះគឺយើងឃើញសមុទ្របដាហើយនេះជាទីតាំងដែលយើងបានទៅលេងអញ្ចឹងណាហើយមកដល់អ្នកទាំងអស់គ្នាគឺឆ្កែចាំទទួលហ្មងគឺព្រុសហើយពេញទឹកពេញដីឥឡូវយើងមកដល់កន្លែងឆ្នេរយើងមកមើលឆ្នេរមើលអីចឹងទៅអីសមុទ្រអ្នកនរគ្នាគឺនៅនេះគឺស្ងប់ស្ងាត់ល្អមែនតើហើយបើយើងទៅជាលក្ខណៈ private តែម្ដងដោយសារតំបន់នេះអត់សូវមានមនុស្សគេមកដល់ទេជាតំបន់ដែលសហគមន៍ប្រជាពលរដ្ឋគាត់រស់នៅដោយឯកជនផងគាត់ចឹងណាគាត់អត់សូវមានមនុស្សអីមកដល់កន្លែងនេះដែរជីវិតអ្នកនេសាទបងប្អូនហើយមានអីទេតែប៉ុណ្្នឹងថ្ងៃនេះគាត់នេសាទបានច្រើនមកគាត់ដែរយ៉ាងក្រៅថ្ងៃនេះកាក់កបកាត់វាអត់សូវធំវាយបានត្រង់ត្រីហើយយើងក៏បានមកដល់មកសន្ទ្រុះធំអ្នកនរគ្នាឥឡូវយើងចាប់ផ្ដើមញ៉ាំបាយថ្ងៃត្រង់អញ្ចឹងណាហើយម្ហូបយើងថ្ងៃត្រង់អត់មានអីទេអ្នកនរគ្នាមានតែប៉ុណ្្នឹងហើយអានេះយើងក៏ញ៉ាំបាយរួចរាល់ហើយយើងក៏ចាប់ផ្ដើមធ្វើការចុះទៅក្នុងសមុទ្រដើម្បីធ្វើការវាយត្រីអញ្ចឹងណាដើម្បីយើងយកត្រីហ្នឹងមកដាក់អាំងឈៀលពេលល្ងាចនេះឥឡូវយើងកំពុងតែធ្វើការលីម៉ងលីបកាយយើងយកទៅដាក់នៅកណ្ដាលសមុទ្រដើម្បីធ្វើការរាយវាអ្នកនរគ្នាហើយមានអីសប្បាយអ្នកនរគ្នាខ្ញុំមានអារម្មណ៍ថាវា fresh វាធម្មជាតិមែនតើណាហើយនេះខ្ញុំកំពុងតែថតរូបលេងអីតិចតួចចឹងទៅហើយខ្ញុំទ្រាំមិនបានក៏ចុះទៅជួយវាយដែរអញ្ចឹងទៅតែគ្មានបានវាយទេអ្នកនរគ្នាបានតែកាន់បិជើងហើយនឹងកាន់ថង់ដាក់ត្រីតែប៉ុណ្្នឹងឥឡូវយើងដើរបានឆ្ងាយដែរអ្នកនរគ្នាជិតដល់កន្លែងគាត់ពីអ្នកវាយហើយនេះអ្នកនរគ្នាគឺសកម្មភាពអ្នកវាយត្រីអ្នកនរគ្នាមើលទៅដូចអស់សង្ឃឹមមកក្នុងចិត្តប្រហែលជាគិតថាអើយប្រហែលជាអញវាយគ្មានបានត្រីបានអីទេមើលទៅជាលីពីប៉ែមកហើយម៉ាទៅស៊ីញ៉េយ៉ាយ៉ាmà nào nếu lần được chướng gặp pol tray ngóp điនេះបន្ទាប់ពីយើងបានវាយត្រីវាយអីហើយអ្នកទាំងអស់គ្នាយើងក៏ឡើងមកគោកវិញដើម្បីយើងធ្វើការទៅដាក់លបក្តាមម្ដងអញ្ចឹងណាហើយយើងកំពុងតែហាន់សាច់ជ្រូកនេះដាក់លបក្តាមអ្នកទាំងអស់គ្នាដោយសារយើងអត់បានទិញនុយវាមកឥឡូវយើងកំពុងតែធ្វើការហាន់សាច់ជ្រូកយើងដាក់នុយក្តាមតែម្ដង
ហើយកន្លែងនេះដែរយើងកំពុងតែប្រកាត់ភ្លើងត្រីដែលយើងរកបានអញ្ចឹងណាហើយនេះសិតតែអ្នកប្រកាត់ភ្លើងមកពីឌូបៃអ្នកនរគ្នាគឺប្រកាត់មិនជ័យឆេះតែម្ដងបាទប្រកាត់ឡើងក្បាលដូចកេះចង់ផ្ទុះហើយបាទអត់មានឆេះទេហើយចុងប្រចាប់យើងក៏យកសាំងម៉ូតូផងយើងនឹងយកមកចាក់តែបានឆេះអ្នកនរគ្នាអានេះយើងក៏បានធ្វើការឆេះភ្លើងមិនយើងហើយយើងកំពុងតែធ្វើការអាំងត្រីអ្នកនរគ្នាគឺមិនអាំងទេអានេះគឺលក្ខណៈដុតសាកសពត្រីតែម្ដងបាទតែអត់អីអ្នកនរគ្នាញ៉ាំបាននេះយើងដល់កន្លែងយើងញ៉ាំអ្នកនរគ្នាយើងអាំងត្រីហើយមានអីយោអ្នកនរគ្នាមើលតែអ្នកហូបអត់ដឹងថាជាតិប៉ុណ្ណាបាទកតុយត្រីឆ្អឹងអីអត់មានចោលទេបាទហូបទាំងអាចទាំងនោមតែម្ដងបាទត្រីដោយកម្លាំងញើសឈាមអ្នកនរគ្នាគឺវាជាតិចឹងណាអ្នកនរគ្នាងាយណារកបានអ្នកនរគ្នាអើយបន្ទាប់ពីយើងអង្គុយមើលទឹកសមុទ្រមើលអីមកសន្ទុះធំណាតើគ្នាយើងក៏ដើរទៅមើលលបក្តាមរបស់យើងអញ្ចឹងណាមុនហ្នឹងគាត់បានយកទៅដាក់ប៉ុន្តែខ្ញុំអត់បានទៅថតអ្នកនរគ្នាដោយសារខ្ញុំខ្ជិលទៅឥឡូវនេះយើងកំពុងតែធ្វើការលើកអ្នកនរគ្នាគឺក្តាមយើងបានបដាអ្នកនរគ្នាឲ្យធំទៀតហើយរសជាតិក្តាមនេះគឺឆ្ងាញ់មែនទែនអ្នកនរគ្នាដោយសារវាស្រស់ហើយថ្មីដែលយើងទៅលើកឡើងពីទឹកហើយមានរសជាតិឆ្ងាញ់មែនទែនអ្នកនរគ្នាយើងដាក់វានៅនេះមានអារម្មណ៍ថាស្រួលរកក្តាមមែនទែនអ្នកនរគ្នាដាក់បានតែម្ដងហើយនេះយើងកំពុងតែធ្វើការលើកបន្តទៀតអ្នកនរគ្នាយើងពីមួយលបទៅមួយលបគឺបានក្តាមរហូតអ្នកនរគ្នាគឺលបមួយណាក៏មានដែរហើយអាលបចុងក្រោយគេនោះគឺបានធំមែនតើអ្នកនរគ្នានេះលបមួយនេះអ្នកនរគ្នាគឺក្តាមប៉ុណ្ណានៃតែម្ដងស្មើនឹងក្តាមថ្មឯប៉ុន្តែអានេះមិនមែនក្តាមថ្មទេអ្នកនរគ្នាគេហៅក្តាមស្អីទេនេះខ្ញុំវាផ្លេចដែរមិនក្តាមផ្គោលលាន់ក្តាមអីទេតែក្តាមហ្នឹងវាសបករឹងជាងក្តាមថ្មទៀតតែរសជាតិវាឆ្ងាញ់អ្នកនរគ្នាដោយសារវាយើងយកបានពីទឹកមកថ្មីហើយមានរសជាតិផ្អែមជាងក្តាមយើងក្តាមថ្មអីធម្មតាអញ្ចឹងណាហើយអានេះយើងកំពុងតែការយកវាចេញពីលបហើយអ្នកនរគ្នាដោយសារយើងចង់ថតបង្ហាញអ្នកនរគ្នាឥឡូវសុកចិត្តបាទបថុយក្តាមឲ្យចង់គៀបទេបាទនេះអ្នកនរគ្នាគឺធំមែនតើអ្នកនរគ្នាគឺប៉ុណ្នេះហៅធំហើយយើងដើរមកសុកនេះយើងឃើញមុខនេះស្តៀងមុខប្រូពៅបាទមុខដូចគ្នាមែនតើអ្នកនរគ្នាគឺឥឡូវគាត់ជាប់ឈ្មោះត្រឡោកហើយបាទនេះមុខដូចមែនតើអ្នកនរគ្នាដូចប្រហែល%កុំភ្លេចខមមិននៅខាងក្រៅផងបាទសូមផ្ញើវីដេអូនេះទៅម្ចាស់រូបផងបាទបាយចាស់វងទៅបាទបាយចាស់យើងអាអង្គុយរីឡែកនេះអូអ្នកនរគ្នាបន្ទាប់ពីយើងមើលលបក្តាមហើយយើងក៏បានស្ងោរក្តាមស្ងោរអីដើម្បីយើងធ្វើការហូបល្ងាចនេះអញ្ចឹងណាបន្ទាប់មកក៏ពួកយើងនាំគ្នាមកថតរូបលេងហើយមើលថ្ងៃលិចពេលល្ងាចអីចឹងទៅអ្នកនរគ្នាហើយថ្ងៃលិចពេលល្ងាចគឺនៅសមុទ្រស្អាតខ្លាំងមែនទែនអ្នកនរគ្នាដូចក្នុងវីដេអូដែលខ្ញុំបានថតបង្ហាញអញ្ចឹងគឺទេសភាពគឺស្អាតខ្លាំងមែនទែនអ្នកនរគ្នាបើសិនជាមានឱកាសឬក៏មានពេលវេលាអីអ្នកនរគ្នាគួរតែចំណាយពេលវេលាខ្លះដើម្បីយើងទៅ relax និងយក stress យើងបោះចោល stress បោះចោលអញ្ចឹងអ្នកនរគ្នាហើយវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះអរគុណជម្រាបលាបាយបាយ